ប្អូនអ្នកគ្នានេះជួបជំនាន់ទៀតហើយថ្ងៃនេះផងដែរគឺយកមកសម្ដែងរឿងក្មេងរពឹងណាបងប្អូនតែមុននឹងចូលដល់សាច់រឿងយើងខ្ញុំសូមឲ្យបងប្អូនជួយចុច Subscribe និងមេដៃម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗឥឡូវចូលដល់សាច់រឿងយើងទាំងអស់គ្នាហើយគឺមានផ្ទះអ្នកភូមិអីចឹងណាហើយគឺមានក្មេងស្រីម្នាក់អីចឹងដែរហើយក៏មានប៉ែតនៅក្បែរហ្នឹងអីចឹងដែរហើយគេក៏មានផ្ទះមួយនៅជិតអ្នកភូមិអីចឹងដែរហើយគេក៏បានទៅដើមមើលដំណាំអីចឹងណាគឺក្មេងនោះគឺខ្លាំងតែបោកដំណាំលេងអីចឹងទៅគេក៏បានដើរមើលចុះមើលឡើងអីចឹងណាបងប្អូនហើយគេក៏មើលបន្លែអីពណ៌ខៀវពណ៌ក្រហមអីចឹងពួកអីគេទៅនឹងបាននោះហើយបន្លែផ្ទះគេគឺមានច្រើនខ្លាំងតែគេក៏បានដើរមើលទៀតហើយគេក៏អត់សុខពេកក៏បានទៅដើរទៅអីចឹងណាព្រោះអីគេដើរទៅបបួលក្មេងៗដទៃលេងទៀតហើយគេក៏បានដើរសំដៅទៅចឹងណាហើយគេក៏បានដើរទៅគេដើរទៅលេងជាមួយក្មេងៗដទៃទៀតហើយគេក៏សុំពួកក្មេងៗនោះលេងដែរចឹងណាហើយគេក៏បានអង្គុយដឹងលេងអីទេហើយអ៊ំមេភុំក៏បានដើរទៅប្រាប់ក្មេងៗអីចឹងណាហើយអ៊ំមេភុំក៏បាននិយាយថាពួកក្មេងៗហាមទៅលេងនៅកន្លែងចិត្តបង្គោលភ្លើងអីសោះព្រោះខ្លាចវារលំអីចឹងណាហើយក្មេងៗក៏បាននាំគ្នាថាចាទាំងអស់គ្នាចឹងទៅហើយបន្ទាប់មកអ៊ំមេភុំក៏បានដើរទៅវិញអីចឹងទៅហើយក៏បានដើរទៅកន្លែងគាត់ស្នាក់នៅអីចឹងទៅណាហើយបន្ទាប់បន្តិចក្រោយមកក៏មានអ្នកទេមកអីចឹងទៅថាឲ្យគាត់ត្រូវប្រជុំបន្តិចហើយគាត់ក៏បានថាបានឲ្យចឹងទៅគាត់ក៏បានដើរសម្ដៅទៅកន្លែងប្រជុំកិច្ចការងាររបស់គាត់ហើយគាត់ក៏បានដើរទៅហើយគឺម្នាក់ក្មេងរពឹងនេះគឺមានឈ្មោះថាធីតាហើយធីតាក៏បានពង្រួមពួកក្មេងៗថាឡើងទៅជន់លឿនទៅក្មេងៗដទៃទៀតក៏មិនហ៊ានប្រកែកអីដែរដោយសារតែធីតាគឺជាមនុស្សឆ្នើមហើយពូកែអីចឹងណាហើយពួកគេក៏បានឡើងទៅក៏បានដើរសម្ដៅទៅដើម្បីឡើងទៅបង្គោលភ្លើងនោះហើយក៏បានប្រាប់គ្នាថាបើឡើងកុំភ័យអីសោះព្រោះអីចណ្ដើរនេះគឺគ្មានអីគួរឲ្យភ័យនោះទេហើយដោយសារតែធីតាគឺមានភាពក្លាហានខ្លាំងមែនទែនហើយគេក៏បានសម្រេចចិត្តថាតោះពួកយើងឡើងទៅអញ្ចឹងទៅហើយគឺបានឡើងទៅហើយពេលឡើងមកដល់គឺសម្រេចចិត្តខ្លាំងមែនទែនហើយគឺម្នាក់ក្មេងនេះគឺមានឈ្មោះថាលីឡាម្នាក់ពាក់អាវខុសគេហ្នឹងហើយគឺលីឡាគឺខឹងនឹងធីតាខ្លាំងតែដោយសារតែម្នាក់គឺតាមធីតារហូតនោះអីហើយក៏បានដើរមើលអីចឹងទៅថាសម្រេចចិត្តអីគឺរត់ហើយធីតានេះក៏ដើរមកមើលនៅកន្លែងនេះអីទៅហើយលីឡាមានបំណងក៏ហើយក៏ដើរមកអីចឹងទៅហើយក៏បានរត់លេងរត់អីចឹងទៅក៏ទៅអុយគឺច្រើនធីតាអុយគឺធ្លាក់ធីតាធ្លាក់ហើយគឺនាងបានធ្លាក់ហើយត្រូវចំក្បាលថ្មទៀតនោះហើយលីឡាក៏បានប្រាប់ថាពួកឯងក៏ប្រាប់អ៊ំមេភុំតែយើងចាយសោះហើយពេលនេះអ៊ំមេភុំមកវិញហើយក៏បានចូលទៅក្នុងផ្ទះអីចឹងហើយបន្ទាប់មកក៏គាត់បានកលេចឃើញអីចឹងទៅដូចជាមានឈាមហើយក្មេងៗអីចឹងទៅហើយចំណែកឯលីឡានេះក៏បានចូលទៅប្រាប់អ៊ំមេភុំថាធីតាបានរងគ្រោះអីចឹងទៅហើយពួកគេក៏បានរត់ទៅដល់ទៅផ្ទះអ៊ំមេភុំហើយបន្ទាប់មកដល់អ៊ំមេភុំក៏បានសួរចុះសួរឡើងអីហើយក៏បានប្រាប់ហើយអ៊ំមេភុំគឺភ័យខ្លាំងតែនហើយក៏រត់ទៅហើយក៏បានរត់ទៅយកធីតាអីចឹងទៅដើម្បីយកទៅពេទ្យ
គឺជាពេទ្យគឺមានជ្រុកមានអីចឹងចឹងទៅហើយនេះគឺជាពេទ្យបងប្អូនគ្នានេះក៏ចូលទៅក្នុងហើយក៏បានចូលទៅហើយក៏បានចូលមកដល់ហើយរឿងនេះបានចប់តែបរិបូរណ៍ហើយ